Welcome back to Rian Hub បាទសួស្តីបងប្អូនទាំងអស់គ្នាបាទសូមស្វាគមន៍មកកាន់ Channel Rian Hub បាទថ្ងៃនេះគឺយើងនឹងមករៀន clear ប្រើប្រាស់ប្រចាំថ្ងៃបាទយើង clear ប្រើប្រាស់សម្រាប់ពេលដែលយើងជិះម៉ូតូបាទអូខេហើយមុននឹងចូលទៅដល់មេរៀនយើងលោកគ្រូសូមណែនាំបងប្អូនទាំងអស់គ្នាបាទសម្រាប់បងប្អូនទាំងអស់គ្នាចង់បានសៀវភៅអង់គ្លេសយកទៅរៀនដោយខ្លួនឯងឬក៏យកសៀវភៅហ្នឹងគឺទៅឲ្យកូនរៀនបន្ថែមបាទអញ្ចឹងបងប្អូនលោកអ្នកអាចទំនាក់ទំនងតាមលេខទូរស័ព្ទឬក៏ Telegram 071994319បាទសៀវភៅនេះគឺជាពាក្យប្រើប្រាស់ប្រចាំថ្ងៃប្រើប្រាស់តែម្ដងបាទលោកអ្នកជាវយកទៅប្រើទៅគឺមិនខុសទេបាទអូខេតោះឥឡូវយើងចូលទៅដល់មេរៀនរបស់យើងបាទអញ្ចឹង clear សម្រាប់ប្រើប្រាស់ទៅជិះម៉ូតូបាទយើងអានថា I speed up បាទ I speed up ខ្ញុំប្រែថាខ្ញុំបន្ថែមល្បឿនបាទ I speed up គឺបានន័យថាខ្ញុំបន្ថែមល្បឿនអូខេបន្តទៀតI slow down បាទ I slow down បាទ I slow down យើងប្រែថាខ្ញុំបន្ថយល្បឿនមែនទេបាទខ្ញុំបន្ថយល្បឿនបាទអូខេបន្តទៀត Number 3 I indicate left បានន័យថាខ្ញុំ signal ឆ្វេងបាទខ្ញុំ signal ឆ្វេងបាទ Number 4 I turn left បាទ I turn left បានន័យថាខ្ញុំបត់ឆ្វេងណាបាទខ្ញុំបត់ឆ្វេងបាទ